មានករណីប្តីសម្លាប់ប្រពន្ធមួយករណីទៀតហើយដោយបរិសុទ្ធជាប្តីបានបំទុះក្របបែកបណ្ដាលឲ្យស្លាប់ប្រពន្ធជាគ្រូបង្រៀនយ៉ាងអនាធមកាលពីម៉ោង 3:30 នាទីទៀបភ្លឺថ្ងៃទី 17 មីនា 2026 នៅក្នុងភូមិក្រឡាឃុំប៉ោយស្រុកអូជុំខេត្តរតនគិរីដោយស្ត្រីជាប្រពន្ធនិងជាជនរងគ្រោះមានឈ្មោះថារាវ៉ៃសុភាភេទស្រីអាយុ 32 ឆ្នាំជនជាតិក្រឹងសញ្ជាតិខ្មែរមុខរបរគ្រូបង្រៀនបរិសុទ្ធដែលជាប្តីឈ្មោះថាកាទ្រីងកលភេទប្រុសអាយុ 40 ឆ្នាំជាជនជាតិក្រឹងសញ្ជាតិខ្មែរបានរងរបួសធ្ងន់ហើយបើតាមអ្នកជិតខាងនៅក្នុងភូមិជាមួយនឹងក្រុមគ្រួសាររបស់ជនរងគ្រោះបានដឹងថាគ្រួសារនេះគឺតែងតែមានរឿងទាស់តែងពាក្យសម្ដីគ្នារវាងពីរអ្នកប្តីប្រពន្ធនេះជាញឹកញាប់ប៉ុន្តែមិនដែលមានរឿងធំដុំបែបនេះនោះទេហើយនៅក្នុងថ្ងៃដែលកាត់ហេតុវេលាម៉ោង 3:30 នាទីទៀបភ្លឺពួកគាត់ក៏កំពុងតែដេកលងលក់ក្នុងដំណេកដោយស្រាប់តែលឺសំឡេងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យផ្អើលដល់អ្នកភូមិនៅក្បែរខាងគឺនាំគ្នាមកមើលហើយក៏ឃើញស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយចំណែកឯបរិសុទ្ធដែលជាប្តីបានរងរបួសធ្ងន់ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរបើទោះបីជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យបរិសុទ្ធដែលជាប្តីនោះបំផ្ទុះគ្រាប់បែកនៅឡើយនោះទេ